ប្រវត្តិជួបគ្នារវាងក្រុម Manchester United ប៉ះគ្នាជាមួយនឹងហង្សក្រហមការប្រកួតរវាងក្រុម Manchester United និងហង្សក្រហម Liverpool មិនមែនគ្រាន់តែជាការប្រកួតបាល់ទាត់នោះទេប៉ុន្តែវាជាសង្គ្រាមជីដ៏វែងមួយសម្រាប់ក្រុមទាំងពីរជាងមួយសតវត្សរ៍ឯបងប្អូនបាទពីទីក្រុង Manchester United ទៅទីក្រុង Liverpool មានចម្ងាយប្រមាណជាង50គីឡូដីតែប៉ុណ្ណោះប៉ុន្តែចិត្តអ្នកគ្រប់គ្រងទាំងពីរក្រុមនេះបែងចែកគ្នាមិនដាច់ទេបងប្អូនដូចជាសត្រូវរាប់រយរាប់ពាន់ឆ្នាំហើយនោះបងប្អូនបាទការប្រកួតរវាងក្រុមទាំងពីរដំបូងកើតឡើងនៅឆ្នាំ1894ហើយនោះនៅទីក្រុងនៅពេលនោះ Manchester United នៅតែមានឈ្មោះថា Nottingham Liverpool បានយកឈ្នះការប្រកួតដំបូងរបស់ក្រុមគេលទ្ធផល2-0ធ្វើឲ្យអ្នកគ្រប់គ្រងរបស់ក្រុម Manchester United ពិតជាក្តៅក្រហាយណាស់ការកើនឡើងជាបន្តបន្ទាប់ការប្រកួតរវាងក្រុមទាំងពីរនេះហើយបងប្អូនបាទឲ្យតែការប្រកួតធំបាទនឹងប៉ះក្រុមគ្នាគឺអ្នកគ្រប់គ្រងតែងតែមានចំនួនហើយនឹងពិសេសបាទការប្រកួតរបស់ក្រុមទាំងពីរនេះពិតជាប៉ះទង្គិចគ្នាខ្លាំងមែនទែនបងប្អូនបាទហើយបន្ទាប់មកបាទបើនិយាយវិញការការប្រកួតទាំងពីរតាំងពីទសវត្សរ៍ទី70និង80ហើយនោះបងប្អូនបាទ Liverpool គ្រប់គ្រងអាណាចក្របាល់ទាត់អង់គ្លេសដ៏អស្ចារ្យរបស់គេផងដែរបាទហង្សក្រហម Liverpool នេះពិតជាធ្វើបានល្អណាស់ក្នុងការប្រកួតនីមួយៗផងដែរបងប្អូនតាំងពីសតវត្សរ៍ទី70មកដល់80បាទហើយគ្រប់គ្រងដល់អាណាចក្របាល់ទាត់នៅប្រទេសអង់គ្លេសតែម្ដងបងប្អូនបាទហើយ Manchester United បានរស់ក្រោមបាទស្រមោលអតីតកាលឬក៏ស្រមោលរបស់ហង្សក្រហម Liverpool នេះជាច្រើនឆ្នាំមកហើយប៉ុន្តែការដឹកនាំរបស់Sir Alex Ferguson មកដឹកនាំនៅManchester United បាទតាំងពីឆ្នាំ1986គាត់បាននិយាយថាខ្ញុំនឹងបង្បាក់ Liverpool ឲ្យនៅក្រោមស្តង់ដារអន្តរជាតិឬក៏ស្តង់ដារក្រោមរបស់គាត់ផងដែរប៉ុន្តែធ្វើមិនបានល្អទេហង្សក្រហម Liverpool នៅតែរក្សាបាទនៅតែរក្សាធ្វើបានល្អក្នុងការប្រកួតនីមួយៗផងគាត់ផងដែរបងប្អូនបាទពិសេសការដឹកនាំក្រោយមកការដឹកនាំរបស់តាក្លឹបបាទហង្សក្រហម Liverpool រត់តែឡើងបងប្អូនបាទរត់តែឡើងបាទរត់តែឡើងជើងដល់សប្តាហ៍ថ្ងៃហើយនោះបងប្អូនបាទហើយការគ្រប់គ្រងការប្រកួតរបស់គាត់នីមួយៗស្ទើរតែមិនគួរឲ្យជឿបងប្អូនបាទទាំងប្រយុទ្ធទាំងឈ្នះពានរង្វាន់ជាច្រើនក្នុងការប្រកួតពានរង្វាន់ English Premier League ផងដែរបងប្អូនបាទហើយឆ្នាំ2024-25ក៏ Liverpool នៅរក្សាម្ចាស់ជើងឯកពានរង្វាន់ Premier League បាទផងដែរបាទអរគុណច្រើនសម្រាប់ការតាមដានរបស់វីដេអូនេះសម្រាប់ការតាមដានហើយកុំភ្លេចចូលរួមទស្សនាលទ្ធផលក្នុងការប្រកួតនៅថ្ងៃទី19នៅថ្ងៃខាងមុខផងដែរបងប្អូនបាទការប្រកួតរវាងក្រុមទាំងពីរហង្សក្រហម Liverpool នឹងប៉ះគ្នាជាមួយនឹងក្រុមបិសាចក្រហម Manchester United ផងដែរក្នុងការប្រកួតនេះបាទតោះកុំភ្លេច comment នៅខាងក្រោមវីដេអូនេះครับអរគុណច្រើន